System បងប្អូនទាំងអស់គ្នានេះគឺ Verifit Ultra ដែលភ្ជាប់ជាមួយនឹងប្រភេទនៃការ brand របស់ Windows គ្រប់ model ទាំងអស់អញ្ចឹងបងប្អូនត្រូវធ្វើការ download app នឹងមួយមកខ្ញុំ down ហើយយើងចុច open ទៅលើ app មួយហ្នឹងដើម្បីតមកយើងចុចពាក្យថា agree បើសិនជាយើងចង់ប្រើជាមួយ email ក៏បានប្រើជាមួយនឹង Apple ID ក៏បានតែចំពោះនេះខ្ញុំយក version យើងយក Cambodia ដាក់ Cambodia មកនេះចុចយក version Cambodia មកកន្លែងនេះយើង note ឈ្មោះយើងដាក់ឈ្មោះអីក៏បានដែរយើង note ឈ្មោះមកបន្ទាប់មកវាឲ្យយើង select ខាងលើនេះគឺយើង select យក page អញ្ចឹង page ប្រុសយើងដាក់ page ប្រុសមកហើយយើងដាក់ថ្ងៃខែឆ្នាំកំណើតយើងដាក់ប៉ុន្មានក៏បានដែរថ្ងៃខែឆ្នាំកំណើតយើងហ្នឹងដាក់ត្រូវមកដល់កន្លែងនេះគេ select យកកម្ពស់យើងកម្ពស់ប៉ុន្មានយើងដាក់កម្ពស់ហ្នឹងទៅទម្ងន់យើងទម្ងន់ប្រហែលអីយើងដាក់តាមហ្នឹងដែរមកចូលមកយើងចុចពាក្យថា next step កន្លែងនេះយើងអាចចុចទៅមុខទៀតក៏បានដែរយើងអាច select មើលតាមហ្នឹងទៅថានេះខ្ញុំ select យកតែម៉ោង12ម៉ោងទៅបន្ទាប់មកយើងចុចជាពាក្យថា next step ទៀតមកនេះបងប្អូនពេលដែលវាចេញមកពាក្យថា register អញ្ចឹង register account យើងត្រូវបញ្ចូល account email អញ្ចឹង account email ជាធម្មតាចំពោះ Android វាច្បាស់ជាមានកន្លែង Gmail ហើយកន្លែង Gmail មួយនេះ Gmail ហ្នឹងបងប្អូនចុចចូលទៅកន្លែងហ្នឹងទៅបន្ទាប់មកបងប្អូនចុចទៅលើពាក្យណាមួយចឹងទៅហើយចុចពាក្យថា to me នេះសញ្ញាហ្នឹងទៅហើយនេះ Gmail របស់យើងអញ្ចឹងយើង copy Gmail ហ្នឹងមក copy Gmail មួយហ្នឹងមកយកមកនេះពេលយើង copy email ហើយយើងដាក់ email ហ្នឹងចូលមកបន្ទាប់មកយើងធ្វើការដាក់ password ខ្ញុំដាក់1ដល់8បន្ទាប់ពីដាក់1ដល់8ហើយដាក់អក្សរ A មួយទៅទៅមកយើងចុចសញ្ញា tick វាមួយទៅយើងចុច next step ណាវានឹងធ្វើការ log in connect ជាមួយនឹង email របស់យើងហើយបន្ទាប់មកវាចេញពីកន្លែងនេះហើយពាក្យ voice អញ្ចឹងយើងអាចធ្វើការ scan បើកទៅលើមុខងារទាំងអស់ហ្នឹង scan ទៅលើ QR code លើនាឡិកាដៃរបស់យើងមកនេះពេលយើងតែងយើង log in ចូលហើយថ្ងៃក្រោយវា log out យើងអាចដាក់ password ហ្នឹងទៅចូលវិញហើយតទៅយើង scan ភ្ជាប់ហើយវា connect បានហើយចុចពាក្យទៀតមកយើងចុចពាក្យខាងក្រោមនេះមកកន្លែងយើងបដូរភាសាបើយើងចង់បដូរភាសាក៏ដូរទៅតែបើយើងអត់ដូរទេយើងចុចពាក្យថា next នេះទៀតមកកន្លែងយើងបើកមុខងារ alert សារដំណឹងមិនថាយើងចង់បើកក៏បើកទៅយើងបើកវាចឹងមកបើកលើមុខងារអីខ្លះយើងបើកវាទៅហើយចុចពាក្យ next ទៀតមក troll យើងចូលទៅក្នុង app យើងបើកពាក្យ pair ហ្នឹងមកនេះ Verifit Ultra នេះភ្លេចបើកអានេះអូខេយើងបើកអានេះអស់ចឹងមក